សោកនាដកម្មដែលបណ្ដាលមកពីការបញ្ចប់ជីវិតខ្លួនឯងរបស់នារីម្នាក់នៅលើស្ពានមួយក្នុងរាជធានីភ្នំពេញកាលពីចុងខែមេសាកន្លងទៅបានបន្សល់នៅរឿងរ៉ាវដ៏គួរឲ្យរន្ធត់មួយទៀតនៅលើបណ្ដាញសង្គមក្នុងចំណោមមតិយោបល់រាប់រយមានមតិជាច្រើនមកពីសំណាក់យុវជនបានសរសេរក្នុងន័យចង់ទៅបញ្ចប់ជីវិតតាមគ្នាដោយសារតែសម្ពាធជីវិតនេះជាសញ្ញាអាសន្ននៃវិបត្តិផ្លូវចិត្តនិងបាតុភូតនៃការធ្វើអតិឃាតតាមគ្នាដែលសង្គមជាតិទាំងមូលមិនអាចមើលរំលងបានឡើយរបាយការណ៍ឆ្នាំ2023របស់អង្គការ UNICEF បានបង្ហាញពីតួលេខដ៏គួរឲ្យបារម្ភថាយ៉ាងហោចណាស់មានមនុស្សចំនួន873នាក់បានបាត់បង់ជីវិតនៅក្នុងឆ្នាំ2022នៅកម្ពុជាដោយសារតែការធ្វើអតិឃាតដែលភាគច្រើននៃជនរងគ្រោះគឺជាយុវវ័យដែលមានអាយុចន្លោះពី15ទៅ19ឆ្នាំរបាយការណ៍ដដែលបានគូសបញ្ជាក់ថាប្រជាពលរដ្ឋកម្ពុជាប្រមាណកន្លះលាននាក់កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺបាក់ទឹកចិត្តនិងវិបត្តិថប់បារម្ភដែលនេះជាមូលហេតុចម្បងរុញច្រានឲ្យពួកគេគិតខ្លីជាងនេះទៅទៀតនោះគឺសិស្សអនុវិទ្យាល័យនិងសិស្សវិទ្យាល័យប្រមាណ 58% បានរាយការណ៍ថាពួកគេបានប្រឈមមុខនឹងបញ្ហាសុខភាពផ្លូវចិត្តយ៉ាងហោចណាស់មួយក្រោយពីមានការបិទទ្វារសាលារៀនរយៈពេលវែងដោយសារតែវិបត្តិនៃជំងឺ COVID-19 ផែនការយុទ្ធសាស្ត្រក្រសួងសុខាភិបាលកម្ពុជាឆ្នាំ2025ដល់ឆ្នាំ2034បានបង្ហាញថាចន្លោះពីឆ្នាំ2019ដល់ឆ្នាំ2022វិបត្តិសុខភាពផ្លូវចិត្តនៅលើសកលលោកបានកើនឡើងរហូតដល់ 25% នៅក្នុងឆ្នាំ2024កម្ពុជាមានប្រជាពលរដ្ឋរហូតដល់ទៅប្រមាណ 59,000 នាក់ជួបប្រទះវិបត្តិថប់បារម្ភនិងប្រមាណ 55,000 នាក់ទៀតរងគ្រោះពីជំងឺបាក់ទឹកចិត្តរបាយការណ៍ដដែលបានបង្ហាញពីការវិវត្តនៃអ្នកជំងឺផ្លូវចិត្តដែលបានមកទទួលការថែទាំព្យាបាលនិងពិនិត្យនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈដែលមានការកើនឡើងយ៉ាងគំហុកពីមធ្យមភាគប្រចាំឆ្នាំត្រឹម 10,000 ករណីនៅចន្លោះឆ្នាំ2015ដល់ឆ្នាំ2023ហក់ឡើងទៅដល់ 29,000 ករណីនៅក្នុងឆ្នាំ2024ឆ្លើយតបនឹងសំណួរពីអ្នកផលិតមាតិការបស់ប្រជាកាសែតអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តបញ្យល់ប្រាប់ថាមនុស្សម្នាក់មិនមែនសុកដើរទៅធ្វើអតិឃាតភ្លាមនោះទេគឺវាមានវិបត្តិនៃការគិតបណ្ដោះអាសន្នរហូតដល់ចិត្តទន់ខ្សោយលែងមានសមត្ថភាពការពារខ្លួនហើយនៅពេលដែលពួកគេបើកទូរស័ព្ទមកឃើញព័ត៌មានអតិឃាតដែលផ្សាយលម្អិតពីទីតាំងនិងវិធីសាស្ត្រដដែលវានឹងជំរុញចិត្តឲ្យពួកគេចង់ធ្វើតាមភ្លាមគ្រូពេទ្យជំនាញបានរិះគន់ថាប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅកម្ពុជាជួនកាលខកខានក្នុងការបញ្ចូលសារអប់រំឬលេខទូរស័ព្ទជំនួយដែលធ្វើឲ្យព័ត៌មានទាំងនោះក្លាយជាឧបករណ៍ជំរុញចិត្តទៅវិញស្របពេលជាមួយគ្នានេះវិធានការទប់ស្កាត់នៅតាមស្ពានហានិភ័យដូចជាការដាក់របាំងការពារឬសំណាញ់ដើម្បីទិញពេលវេលាគឺមិនទាន់មាននៅឡើយទេសំណួរថាតើបណ្ដាជនទូទៅអាចជួយអ្វីបានខ្លះអ្នកជំនាញបានផ្ដល់អនុសាសន៍ឲ្យប្រើវិធីសាស្ត្រមើលស្ដាប់និងភ្ជាប់ទំនាក់ទំនងដោយមិនវាយតម្លៃឬបណ្ដុះបង្អាប់គេក៏សម្គាល់ថានៅក្នុងពិភពអនឡាញបើមិនអាចនិយាយពាក្យលើកទឹកចិត្តបានទេសូមកុំនិយាយហើយត្រូវរួមគ្នាប្រើមុខងារ report លើរាល់ការបញ្ចេញមតិចំអកឬជំរុញឲ្យមានការសម្លាប់ខ្លួនវិបត្តិផ្លូវចិត្តមិនមែនជាបញ្ហាបុគ្គលម្នាក់ឡើយប៉ុន្តែវាជាកង្វល់រួមរបស់សង្គមជាតិទាំងមូលសូមចងចាំថាវិបត្តិអតិឃាតកើតឡើងដោយសារភាពអស់សង្ឃឹមដូច្នេះយើងត្រូវរួមគ្នាផ្ដល់សេចក្តីសង្ឃឹមឡើងវិញប្រសិនបើអ្នកឬមនុស្សជុំវិញខ្លួនកំពុងជួបវិបត្តិថប់បារម្ភឬមានសញ្ញាណគិតខ្លីសូមស្វែងរកជំនួយភ្លាមតាមរយៈលេខទូរស័ព្ទបន្ទាន់115របស់ក្រសួងសុខាភិបាលឬលេខពិគ្រោះយោបល់អង្គការ TPO 095ឬ098 666 827